បាទសួស្តីថ្ងៃនេះសហគ្រាសលេងលេងខ្ញុំបាទមានកិត្តិយសមែនទែនដែលទទួលបាននៅខាង auditor គឺខាងអ្នកវាយតម្លៃផ្នែកគុណភាពនិងសុវត្ថិភាពដើម្បីជំរុញផលិតផលជាតិខ្មែរយើងទៅកាន់ទីផ្សារអន្តរជាតិបាទគឺសហគមន៍អឺរ៉ុបបាទអញ្ចឹង inspector អ្នក auditor អ្នកចោះមកវាយតម្លៃបញ្ហាគុណភាពនិងសុវត្ថិភាពដើម្បីធ្វើយ៉ាងណាឲ្យរាល់ផលិតផលខ្មែរដែលនាំទៅលក់នៅលើទីផ្សារទាំងថ្នាក់ជាតិនិងអន្តរជាតិប្រកបដោយគុណភាពនិងសុវត្ថិភាពអញ្ចឹងខាងលេងទទួលបានក្រុមការងារចោះមកវាយតម្លៃគឺឃើញថាមានប្រសិទ្ធភាពហើយទទួលបានផ្លែផ្កាយ៉ាងល្អមែនទែនហើយគាត់ក៏បានជួយជ្រោមជ្រែងធ្វើយ៉ាងណាឲ្យផលិតផលរបស់លេងបាទផលិតផលលេងដែលមានពិនិត្យនិមិត្តសញ្ញាត្រីកញ្ចាញ់ច្រាស់នេះអាចនាំចេញទៅលក់នៅទីផ្សារអន្តរជាតិដូចជាកូរ៉េខាងត្បូងសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបបាទនៅពេលឆាប់នេះគឺយើងអាចនឹងត្រៀមលក្ខណៈទៅសហគមន៍អឺរ៉ុបថែមទៀតផងបាទគឺយើងទទួលបាននៅផ្លែផ្កាយ៉ាងល្អលើសពីការរំពឹងទុកតាមរយៈអង្គការ UNIDO បាទគាត់ជាអ្នកបញ្ជូននៅគ្រូបង្គោលដើម្បីបណ្ដុះបណ្ដាលបុគ្គលិកលេងគ្រប់ជាន់ថ្នាក់ឲ្យទទួលបាននៅចំណេះដឹងជំនាញទេពកោសល្យហើយនឹងឱកាសក្នុងការធ្វើអាជីវកម្មប្រកបដោយភាពឆ្លាតវៃម្ល៉េះហើយខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនខ្មែរយើងបងប្អូនយើងទាំងអស់គ្នាបាទបន្តនៃការគ្រប់គ្រងផលិតផលខ្មែរតាមរយៈខ្មែរជួយខ្មែរសូមខ្មែរទុកចិត្តផលិតផលខ្មែរហើយក្នុងនាមខ្ញុំជាម្ចាស់អាជីវកម្មខ្ញុំក៏សូមសន្យាថានឹងបដិញ្ញាចិត្តបន្តនៃការអនុវត្តប្រព័ន្ធស្តង់ដារទាំងអស់គ្រប់បែបយ៉ាងនៅក្នុងសហគ្រាសលេងឲ្យកាន់តែប្រសើរឡើងឲ្យកាន់តែមានគុណភាពមានសុវត្ថិភាពទាំងតម្លៃអាចសមនឹងគុណភាពតម្លៃអាចប្រកួតប្រជែងបានជាមួយនឹងទំនិញនាំចូលបាទនេះគឺជាអ្វីដែលខាងលេងអនុវត្តកន្លងមកហើយនឹងព្យាយាមអនុវត្តនៅថ្ងៃខាងមុខបន្តទៀតបាទគឺក្រមសីលធម៌វិជ្ជាជីវៈនិងភាពថ្លៃថ្នូរក្នុងការធ្វើអាជីវកម្មអញ្ចឹងពុកម៉ែបងប្អូនក៏ដូចជាអតិថិជនរបស់លេងកញ្ចាញ់ច្រាស់ទាំងអស់សូមទុកចិត្តទៅលើសហគ្រាសលេងបាទបុគ្គលិកលេងគ្រប់ជាន់ថ្នាក់គឺបដិញ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តនៅស្តង់ដារសុវត្ថិភាពដើម្បីមិនឲ្យពុកម៉ែបងប្អូនខកបំណងនៅលើផលិតផលលេងនោះទេបាទហើយលេងក៏មានជាទឹកត្រីយ៉ាងច្រើនមុខនិងច្រើនរសជាតិឧទាហរណ៍ថាទឹកត្រីលេងព្រីមៀមគេហៅថាទឹកត្រីដំណក់ដើមនេះគឺវាមានរសជាតិដុតឈ្ងុយឆ្ងាញ់ហើយរសជាតិក្លិនខ្លាំងអញ្ចឹងបើពុកម៉ែបងប្អូនអត់សូវចង់បានក្លិនខ្លាំងបងប្អូនអាច select មួយទៀតគឺលេងត្រីកញ្ចាញ់ច្រាស់ពណ៌បៃតងលេងត្រីកញ្ចាញ់ច្រាស់បៃតងនេះគឺជាទឹកត្រីលេងមួយដែលធ្វើរសជាតិសាបស្រាលសទន់ដើម្បីតម្រូវលើក្រុមគ្រួសារមួយចំនួនដែលគាត់តមប្រៃដែលគាត់មានជំងឺដូចថាលើសឈាមឬទឹកនោមផ្អែមទឹកនោមប្រៃឬក៏មានជាអ្នកចាស់ជរានៅក្នុងផ្ទះដែលតមប្រៃបងប្អូនអាចជ្រើសរើសផលិតផលទឹកត្រីកញ្ចាញ់ច្រាស់នេះបានទឹកត្រីកញ្ចាញ់ច្រាស់ពណ៌បៃតងមួយនេះគឺជាទឹកត្រីកញ្ចាញ់ច្រាស់ដែលមានជាតិអំបិលទាបបំផុតបាទដែលយើងអាចនិយាយបានថាជួយកាត់បន្ថយផលប៉ះពាល់ទៅលើអ្នកលើសឈាមទឹកនោមផ្អែមទឹកនោមប្រៃនៅក្នុងគ្រួសារបាទចំណែកឯបងប្អូនយើងណាដែលចូលចិត្តសម្លម្ជូរប្រហើរសឡក់សលឹងដែលស្លទៅត្រូវការដាក់ប្រហុកអីខ្លះតិចតួចអីបាទមិនបាច់ដាក់ប្រហុកក៏បានដែរតែត្រូវប្រើកញ្ចាញ់ច្រាស់ខៀវទឹកត្រីកញ្ចាញ់ច្រាស់ពណ៌ខៀវនេះគឺវាមានក្លិនដុតជំនួសដោយប្រហុកបានបាទក្លិនរបស់ទឹកត្រីនេះគឺស្លបានត្រឹមតែសឡប្រហើរសឡក់កកូរឬក៏សឡម្ជូរយួនសឡម្ជូរគ្រឿងអូខេតែបើបងប្អូនយកទៅស្ងោរម្រះស្ងោរតឡាចអីសូមបងប្អូនជ្រើសរើសផលិតផលមួយនេះបាទស្ងោរម្រះស្ងោរតឡាចស្ងោរស្ពៃស្ងោរឆៃថាវហ្នឹងហើយទឹកត្រីមួយនេះគឺក្លិនរបស់គាត់มันមានក្លិនដុតខ្លាំងដូចទឹកត្រីបៃតងនេះទេម្ល៉េះហើយទឹកត្រីកញ្ចាញ់ច្រាស់ពណ៌ខៀវនេះគឺយើងសម្រាំងសម្រាប់តាសម្លណាដែលអាចជំនួសនឹងការប្រើប្រាស់ប្រហុកខ្មែរយើងបានបាទសូមអរគុណនិងសូមថ្លែងអំណរគុណដល់អតិថិជនលេងទាំងអស់ដែលតែងតែយកចិត្តទុកដាក់និងគាំទ្រផលិតផលលេងបាទ